giờ mấy dân mơ bà riêng tên tôi thấy bà là dân giống như dân mơ bà xem đòn hay bóng phô hin ti tha bà FC Barcelona siประมาณ กรอบ giống như បាទនេះគឺជាថ្ងៃដែលបាទ Kylian Mbappe បាទ Vinicius Junior បាទនិង Rodrigo ឬបាទ Bellingham ដែលត្រូវលេងបាទស៊ីចង្វាក់គ្នាល្អបំផុតជាពិសេសបាទ Mbappe ដែលធ្លាប់លេងឲ្យបាទក្រុម Monaco នេះគឺជាបាទចំណេញដ៏ឆ្ងាញ់សម្រាប់បាទល្បឿនរបស់បាទ Vinicius Junior និងបាទ Kylian Mbappe ដែលបានបាទបំបែកអន្ទាក់បាល់ហើយនឹងបង្កើតក្របបាល់ច្រើនបាទខ្សែការពារបាទ Monaco បានបាក់បែកបាទចាញ់ដល់ 6-1 មានន័យថាបាទ Monaco អាចនឹងបាត់បង់ស្មារតីបាទឬអាចមានការក្រហមបាទនៅដើមតង់ធ្វើឲ្យពួកគេបាទពិបាកទប់ទល់តែយំមិញគឺអ្នកដែលរកគ្រាប់បាល់បានតារាឆ្នើមរបស់រៀមទី1បាទ Vinicius Junior 2គ្រាប់បាទ Kylian Mbappe 2គ្រាប់បាទឈុត Bellingham គ្រាប់បាទ Valverde 1គ្រាប់ពីចម្ងាយបាទសម្រាប់ Real Madrid បាទវាជាការបាទប្រកាសសង្គ្រាមបាទទៅកាន់បាទក្រុមធំបាទដែរបាទរាយយំមិញបាទប្រកួតយកពានដែលគេស្រឡាញ់បាទគេហ៊ានធ្វើគ្រប់យ៉ាងបាទលុត Monaco បាទធ្វើបានល្អខ្លាំងមែនទែនហើយពួកគាត់បាទស៊ីចង្វាក់គ្នាមែនទែនបាប៉េបាទសុទ្ធបញ្ចូលទីរបស់ក្រុមចាស់របស់ខ្លួនឯងបាទរហូតដល់ទៅ2គ្រាប់មិញដូចចែកគ្នាស៊ីយ៉ាងបងប្អូនហើយតែពានរង្វាន់ដែលក្រុមគេស្រឡាញ់បាទគេហ៊ានធ្វើគ្រប់យ៉ាងអញ្ចឹងយើងមានតែចាំមើលបាទបាសេយប់នេះយប់មិញយើងមើលបាទរៀងបន្តិចតទៅហើយបាទឥឡូវយើងយប់នេះយើងមើលបាសេម្ដងហើយបងប្អូនហ៊ានទីថាបាទ FC Barcelona ស៊ីប្រមាណគ្រាប់យប់នេះហើយចូលរួមទូទីសង្កត់ក្រោមទាំងអស់គ្នាមានជឿជាក់ថា Barcelona អាចនឹងស៊ីបាទដូចរៀលចោះព្រោះសមត្ថភាពគេក៏ខ្លាំងណាស់ដែរតាមត្រូវបាសេអាចនឹងស៊ីបានតែក្រុមតូចយកពានអសិល3អីចឹងមានតែប៉ុណ្្នេះទេបាទកុំភ្លេចចុច like share follow មានម្នាក់មួយផងបើជាកន្លងចិត្តដល់មានធ្វើវីដេអូបន្តបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ